ចាសូមជម្រាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ KH Farm ដែលនៅក្នុងវីដេអូនេះដែរបងប្អូននឹងមកយល់ដឹងអំពីអាហារទាំង10មុខដែលអាចជួយឲ្យបងប្អូននឹងបត់ជើងស្រួលបានហើយបើសិនជាបងប្អូនកំពុងតែមានបញ្ហាពិបាកបត់ជើងឬក៏កំពុងតែមានបញ្ហាទល់លាមកនោះវីដេអូហ្នឹងគឺវាជួយឲ្យបងប្អូនឲ្យដឹងអំពីអាហារដែលបងប្អូនអាចញ៉ាំបានហើយវាមានច្រើនជម្រើសមែនទែនបងប្អូនដែលបងប្អូនអាចញ៉ាំបានហើយបងប្អូននឹងបត់ជើងមុខស្រួលអូខេអញ្ចឹងទី1នោះគឺការផឹកទឹកអញ្ចឹងបងប្អូនដឹងហើយថាទឹកគឺវាមានសារៈសំខាន់មែនទែនសម្រាប់រាងកាយរបស់យើងហើយភាគច្រើនហ្នឹងការទល់លាមកគឺវាបណ្ដាលមកពីការកង្វះជាតិទឹកនៅក្នុងខ្លួនរបស់យើងនៅពេលដែលយើងផឹកទឹកមិនគ្រប់គ្រាន់រាងកាយរបស់យើងហ្នឹងវានឹងខ្វះជាតិទឹកអញ្ចឹងមានន័យថាកាកសំណល់នៅក្នុងរាងកាយឬក៏នៅក្នុងពោះវៀនរបស់យើងហ្នឹងវានឹងបញ្ចេញយឺតឬក៏វាជាប់គាំងនៅក្នុងរាងកាយរបស់យើងអញ្ចឹងណាដោយសារតែវាអត់មានទឹកគ្រប់គ្រាន់នៅក្នុងការបន្ទន់លាមកអញ្ចឹងយកល្អយើងគួរតែផឹកទឹកយ៉ាងតិចសម្រាប់ស្ត្រីគឺ2លីត្រទៅ2លីត្រកន្លះហើយសម្រាប់បុរសហ្នឹងពី3ទៅ3លីត្រកន្លះប្រភេទអាហារទី2ហ្នឹងគឺជាប្រភេទយ៉ាអ៊ូឬក៏ទឹកដោះគោជូរអញ្ចឹងយ៉ាអ៊ូឬក៏ទឹកដោះគោជូរហ្នឹងគឺវាអាចជួយសម្រួលទៅដល់ការទល់លាមករបស់យើងផងដែរដោយសារតែវាសម្បូរទៅដោយពពួក probiotic ដែលយើងដឹងហើយថាជាប្រភេទបាក់តេរីល្អដែលវាអាចជួយទៅដល់ការរំលាយអាហាររបស់យើងឲ្យមានភាពប្រសើរឡើងវាជួយទ្រទ្រង់ទៅដល់សុខភាពពោះវៀនហើយវាជួយឲ្យការបន្តបងរបស់យើងហ្នឹងឲ្យទៀងទាត់ផងដែរហើយបើតាមការសិក្សាស្រាវជ្រាវជាច្រើនហ្នឹងបានបង្ហាញថាការបន្ថែមពពួក probiotic នៅក្នុងរបបអាហាររបស់យើងហ្នឹងគឺវាអាចជួយកាត់បន្ថយបញ្ហាការទល់លាមកផងដែរប្រភេទអាហារទី3គឺគ្រាប់ជីគឺវាសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា3កាល់ស្យូមម៉ាញ៉េស្យូមផូស្វ័រហើយនិងពពួកប៉ូតាស្យូមជាដើមហើយគ្រាប់ជីហ្នឹងនៅពេលដែលយើងដាក់លាយជាមួយទឹកគឺវាមានជាតិរអិលដូចជាជែលអញ្ចឹងណាហើយអាចជែលហ្នឹងបងប្អូនគឺវាអាចជួយបន្ទន់លាមករបស់យើងហើយចំណែកឯប្រភេទអាស៊ីតខ្លាញ់អូមេហ្គា3ហ្នឹងគឺវាមានសារធាតុប្រឆាំងទៅនឹងការរលាកដែលវាមានប្រយោជន៍ទៅដល់អាការៈរលាកពោះវៀនរបស់យើងហើយម្យ៉ាងទៀតគ្រាប់ជីហ្នឹងគឺវាសម្បូរទៅដោយជាតិសរសៃរលាយដែលជាប្រភេទអាហារល្អសម្រាប់យើងនៅពេលដែលយើងមានបញ្ហាទល់លាមកអញ្ចឹងណាបងប្អូនប្រភេទអាហារទី4ហ្នឹងគឺពពួកសណ្តែកអញ្ចឹងនៅពេលដែលយើងទល់លាមកហ្នឹងអាហារជាតិសរសៃគឺជាជម្រើសដ៏ល្អសម្រាប់យើងហើយអាហារដែលមានជាតិសរសៃច្រើនគឺវាមាននៅក្នុងពពួកសណ្តែកដូចជាសណ្តែកខៀវឬក៏សណ្តែកក្រហមជាដើមឬក៏ប្រភេទគ្រាប់ធញ្ញជាតិជាដើមដែលប្រភេទអាហារទាំងអស់ហ្នឹងគឺវាសម្បូរទៅដោយជាតិសរសៃដែលវាអាចព្យាបាលហើយនិងបង្ការការទល់លាមកបានហើយក្រៅពីហ្នឹងទៀតប្រភេទអាហារហ្នឹងគឺវាអាចជួយទៅដល់ពោះវៀនរបស់យើងហ្នឹងឲ្យមានសុខភាពល្អហើយវាជួយឲ្យពោះវៀនរបស់យើងមានចលនាល្អហើយវាជួយបញ្ចេញនូវកាកសំណល់ដែលចេញពីពោះវៀនធំផងដែរហើយក្រៅពីហ្នឹងគឺវាអាចជួយឲ្យយើងនឹងបន្តបងទៀងទាត់បានផងដែរអាហារបន្ទាប់គឺទឹកស៊ុបដែលយើងរំងាស់ដោយប្រើឆ្អឹងមាន់ឬក៏ឆ្អឹងគោហ្នឹងគឺវាសម្បូរទៅដោយសារធាតុចិញ្ចឹមហើយវាងាយស្រួលទៅដល់ពោះវៀនរបស់យើងនៅក្នុងការស្រូបយកហើយម្យ៉ាងទៀតទឹកស៊ុបហ្នឹងគឺវាជួយបន្ថែមសំណើមដល់ពោះវៀនដែលរលាកហើយនិងខ្វះជាតិទឹកហើយក្រៅពីហ្នឹងទៀតទឹកស៊ុបហ្នឹងគឺវាអាចជួយបន្ទន់លាមកហើយនិងធ្វើឲ្យយើងមានភាពងាយស្រួលនៅក្នុងការបន្តបងផងដែរអាហារបន្ទាប់គឺផ្លែព្រូនហ្នឹងគឺសម្បូរទៅដោយជាតិសរសៃដែលវាជួយទៅដល់ការផ្លាស់ទីរបស់កាកសំណល់ក្នុងពោះវៀនរបស់យើងហើយក្រៅពីហ្នឹងទៀតផ្លែព្រូនហ្នឹងក៏វាមានផ្ទុកជាតិស្ករមួយប្រភេទដែលមានឈ្មោះថាសូប៊ីតលហើយរាងកាយរបស់យើងហ្នឹងបងប្អូនគឺវាមិនអាចបំបែកស្ករសូប៊ីតលហ្នឹងបានទេដែលជាហេតុធ្វើឲ្យស្ករហ្នឹងគឺផ្លាស់ទីទៅក្នុងពោះវៀនធំរបស់យើងហើយវាទាញជាតិទឹកទៅក្នុងពោះវៀនធំរបស់យើងដែលជាហេតុអាចជួយបន្ថែមទម្ងន់ដល់លាមកហើយនិងសម្រួលទៅលើការបន្តបងរបស់យើងហើយបើតាមការស្រាវជ្រាវហ្នឹងបានបង្ហាញថាជាតិស្ករសូប៊ីតលហ្នឹងគឺវាមានសុវត្ថិភាពហើយនិងមានប្រសិទ្ធភាពនៅក្នុងការព្យាបាលបញ្ហាទល់លាមករបស់យើងផងដែរបងប្អូនហើយបន្ទាប់គឺប្រូកូលីឬក៏ផ្កាខាត់អាខៀវអញ្ចឹងប្រូកូលីហ្នឹងគឺជាបន្លែមួយប្រភេទដែលវាសម្បូរទៅដោយជាតិសរសៃហើយនិងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលយើងឲ្យឈ្មោះថា fiber ហើយនិង antioxidant ហើយចំណុចទាំងពីរយ៉ាងហ្នឹងគឺជាសារធាតុដែលវាមាននៅក្នុងប្រូកូលីហ្នឹងដែលវាជួយទៅដល់ប្រព័ន្ធរំលាយអាហាររបស់យើងឲ្យមានសុខភាពល្អគឺហើយវាជួយជំរុញដល់ចលនាពោះវៀនរបស់យើងហ្នឹងឲ្យយើងបត់ជើងមកបានទៀងទាត់ហើយកម្ចាត់ជាតិពុលចោលបានផងដែរហើយក្រៅពីសារធាតុទាំងពីរខាងលើហ្នឹងប្រូកូលីហ្នឹងគឺវាផ្ទុកនៅសារធាតុម្យ៉ាងដែលមានឈ្មោះថា sulforaphane ដែលវាអាចជួយកម្ចាត់បាក់តេរីអាក្រក់ដែលវាអាចរំខានទៅដល់ការរំលាយអាហាររបស់យើងហើយក្រៅពីហ្នឹងទៀតគឺវាអាចការពារមហារីកពោះវៀនធំរបស់យើងផងដែរចាហ្នឹងគឺជាសារៈសំខាន់របស់ប្រូកូលីដែលជួយទៅដល់សុខភាពពោះវៀនរបស់យើងហើយនឹងការបន្ទល់លាមករបស់យើងបន្ទាប់គឺផ្លែគីវីជាទូទៅ
ទៅគេញ៉ាំផ្លែគីវីហ្នឹងគឺដើម្បីសម្រួលទៅដល់បញ្ហាពោះវៀនធំមិនល្អហើយនិងអ្នកដែលមានបញ្ហាទល់លាមកដោយសារតែផ្លែគីវីហ្នឹងគឺវាមានផ្ទុកសារធាតុជាតិសរសៃហើយនិងសារធាតុចិញ្ចឹមជាច្រើនដែលមានប្រយោជន៍ទៅដល់ពោះវៀនធំរបស់យើងហើយនិងវាជួយទៅដល់បញ្ហាទល់លាមកបានផងដែរហើយក្រៅពីហ្នឹងទៀតផ្លែគីវីហ្នឹងគឺមានផ្ទុកអង់ស៊ីមអាក់នីទីនហើយនិងសារធាតុចិញ្ចឹមជាច្រើនដែលវាមានតួនាទីជួយទៅដល់សុខភាពប្រព័ន្ធរំលាយអាហាររបស់យើងហើយក្រៅពីហ្នឹងទៀតគឺវាជួយជំរុញឬក៏រុញច្រានកាកសំណល់នៅក្នុងពោះវៀនធំរបស់យើងហ្នឹងហើយវាធ្វើឲ្យការបន្តបង់ហ្នឹងមានភាពទៀងទាត់បានផងដែរអាហារបន្ទាប់គឺផ្លែសេរីគឺដូចផ្លែព្រូនហើយនិងផ្លែគីវីដែរគឺវាសម្បូរទៅដោយជាតិសរសៃជាពិសេសហ្នឹងសារធាតុប៉េកទីនហើយក្រៅពីហ្នឹងទៀតផ្លែសេរីក៏មានសារធាតុសូប៊ីតលហើយនិងហ្វ្រុកតូសផងដែរដែលសារធាតុទាំងអស់ហ្នឹងគឺវាជួយទៅដល់ការរំលាយអាហាររបស់យើងឲ្យមានភាពប្រសើរឡើងហើយម្យ៉ាងទៀតផ្លែសេរីហ្នឹងក៏មានជាតិទឹកច្រើនផងដែរដែលវាជួយបំពេញជាតិទឹកបន្ទន់លាមកហើយនិងដោះស្រាយចំពោះអ្នកដែលមានបញ្ហាពោះវៀនធំមិនសូវល្អហើយវាដំណើរការសម្រាប់អ្នកដែលមានបញ្ហាទល់លាមកឲ្យបត់ជើងស្រួលហើយនិងបត់ជើងទៀងទាត់បានផងដែរអាហារចុងក្រោយគេហ្នឹងដែលសំខាន់គឺល្ហុងទុំអញ្ចឹងល្ហុងទុំហ្នឹងគឺវាមានផ្ទុកអង់ស៊ីមម្យ៉ាងដែលមានឈ្មោះថាប៉ាប៉ាអ៊ីនដែលវាជួយទៅដល់ការរំលាយអាហាររបស់យើងបងប្អូនហើយប្រភេទល្ហុងទុំហ្នឹងគឺវាសម្បូរទៅដោយកាកសរសៃខ្ពស់ហើយនិងជាតិទឹកដែលសារធាតុទាំងពីរហ្នឹងគឺវាជួយទៅដល់ការទល់លាមកហើយនិងធ្វើឲ្យការបន្តបង់របស់យើងហ្នឹងមានភាពទៀងទាត់ហើយវាជួយឲ្យប្រព័ន្ធរំលាយអាហាររបស់យើងហ្នឹងមានសុខភាពល្អផងដែរអូខេអញ្ចឹងទាំងអស់នេះគឺជាអាហារទាំង10មុខដែលបងប្អូនអាចញ៉ាំបាននៅពេលដែលបងប្អូនកំពុងតែមានបញ្ហាទល់លាមកឬក៏ពិបាកបត់ជើងឬក៏បងប្អូនចង់ការពារពីបញ្ហាទាំងអស់ហ្នឹងអញ្ចឹងបងប្អូនអាចញ៉ាំបានដោយមិនបាច់បារម្ភនោះទេដោយសារតែប្រភេទអាហារទាំងអស់ហ្នឹងគឺសុទ្ធសឹងតែជាប្រភេទអាហារធម្មជាតិហើយយើងអាចញ៉ាំបានជាប្រចាំថ្ងៃអញ្ចឹងវីដេអូរបស់ខ្ញុំក៏ឈានមកដល់ទីបញ្ចប់ផងដែរហើយសង្ឃឹមថាបងប្អូននឹងទទួលបានអត្ថប្រយោជន៍ល្អៗជាច្រើននៅក្នុងវីដេអូមួយហ្នឹងហើយបើសិនជាបងប្អូនចូលចិត្តវីដេអូមួយហ្នឹងគឺបងប្អូនកុំភ្លេចធ្វើការ like share ហើយនិង subscribe អ្នកមួយផងណាអរគុណជ្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ